យាននេះ AI នេះវាអាចកាច់ឆ្វេងកាច់ស្ដាំវាមានការចងសម័យកាល relationship រវាងគ្នាដែរតើ V ហើយ Q ហ្នឹងវាចឹងទីមួយនេះយើងបលែងឲ្យ agent ហ្នឹងអានេះខ្ញុំយកទូគេបលែងឲ្យ agent ហ្នឹងវា train នៅក្នុង environment ទៅreward នេះគឺវាកើនរហូតនេះវាកើនវាបូក reward episode reward គឺបូកចូលគ្នាវាកើនរហូតនេះអូខេចឹងសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ workshop របស់ខ្ញុំដែល workshop នេះយើងនិយាយពី AI និង machine learning ហើយនេះជា workshop ទី1ដែលខ្ញុំធ្វើដែរចឹងវាអាចមាន error វាអាចមានអីចឹងបាទខ្ញុំ commit ថានៅតែធ្វើ workshop ឲ្យបាន regularly ដើម្បី share topic ដែលវា special so ចឹងនេះយើងនិយាយអំពីយើងស្វែងយល់អំពីអ្វីជា proximal policy optimization ដែលយើងហៅកាត់ថា PPO ចឹងទៅពេលយើងរៀនពួក reinforcement learning ហ្នឹងគឺយើងអាសាលើអា term PPO ហ្នឹងមែនតើត្បិតតែ research ឥឡូវគេដើរដល់ណាឆ្ងាយគេមានដល់ multi agent គេមាន reinforcement learning by human feedback គេមានអីច្រើនតទៅទៀតក៏ប៉ុន្តែPPO ពួកអីអស់ហ្នឹងគឺវានៅតែជា foundation វានៅតែជា basis ដើម្បីយើងអាចចាប់ចូលក្នុង field បានគឺយើងនៅតែត្រូវរៀន foundation ហ្នឹងចឹងខ្ញុំគិតថាដោយសារតែយើងត្រូវធ្វើតទៅទៀតចឹងយើងនិយាយPPO វាជា starting point របស់ reinforcement learning ហ្នឹងទៅចឹងយើងអត់ចាប់ផ្ដើមពី PPO ទេយើងចាប់ផ្ដើម introduce ឡើងវិញថាអ្វីជា reinforcement learning បាទចឹង workshop នេះគឺមានរយៈពេល1ម៉ោងកន្លះហើយយើង hope ដើម្បីធ្វើគឺយើងនឹង build នៅ PPO agent មួយដែល learn to land a spacecraft in lunar landing environment បាទចឹងយើងមាននៅ environment មួយដែលតម្រូវឲ្យយានអវកាសហ្នឹងគាត់ចុះចតនៅលើព្រះច័ន្ទនៅក្នុងតំបន់ដែលយើងចង់ឲ្យគាត់ចុះយើង designate ឲ្យគាត់ចុះហ្នឹងបានជោគជ័យចឹងPPO agent AI យើងហ្នឹងវានឹងរៀនចុះចតឲ្យត្រូវទីតាំងហ្នឹងនៅពេលវាចុះត្រូវគឺយើងផ្ដល់រង្វាន់ឲ្យវា reward ឲ្យវាបាទចឹង format យើងទី1យើងមាន lecture យើងនិយាយពី code walkthrough and hand on lab ដែលខ្ញុំចែកឲ្យអ្នកគ្នាចឹងផ្នែកទី1យើងចាប់ផ្ដើមពីមូលដ្ឋានគ្រឹះរបស់ reinforcement learning តើអីគេជា reinforcement learning តើវាអាចធ្វើអីគេចឹង reinforcement learning មិនថ្មីទេគឺវាជាdomain មួយជាផ្នែកមួយនៅក្នុង machine learning ចឹងនៅក្នុង machine learning យើងមាន3ផ្នែកយើងមានគេហៅថា supervised learning unsupervised learning និង reinforcement learning ចឹងយើងដឹងថា supervised learning unsupervised ហ្នឹងវាខុសគ្នាមិនហ្មងចឹង reinforcement នេះគឺជាផ្នែកទី3ហើយនេះនៅប្រទេសយើងក៏អត់សូវមានការ apply ទៅលំលេដែរដោយសារតែ problem ដែលវា apply ហ្នឹងគឺភាគច្រើនជា control problem ដែលយើងនឹងឃើញតិចទៀតអញ្ចឹងគេអាចធ្វើបានគេខ្លះអញ្ចឹង game playing អញ្ចឹងគេអាចបង្កើត AI ដើម្បីលេង game ជំនួសមនុស្សយើងអញ្ចឹងយើងឃើញថាកន្លងមកគេមានDota 2 OpenAI 5គេមាន AlphaGo អីហ្នឹងដែលវាលេង game ជំនួសមនុស្សបានដោយយើងឲ្យ AI អ្នក control character on behalf of human មកអញ្ចឹងវា play Atari game ពី raw pixel អញ្ចឹងយើង input pixel នៅលើ screen ហ្នឹងមក frame ទៅយើងបោះទៅឲ្យ AI អញ្ចឹងវាចេះ analyze ថាវានឹង take action យ៉ាងម៉េចដើម្បី control ហ្នឹងបាទមួយទៀតគេ apply វានៅលើ robotic អញ្ចឹងយើងបរៀន robot ឲ្យចេះដើរឲ្យវាចេះចាប់របស់របរ manipulate object និង perform complex task in both simulation and real world អញ្ចឹង complex task ហ្នឹងឧទាហរណ៍នៅជប៉ុនគេអាចមាន robot ដើម្បីជួយយកអាសាមនុស្សចាស់ជួយគ្រាគាត់ជួយអីហ្នឹងទៅគេអាចមាន robot ដើម្បីសតដៃនឹងវាសតសម្រាមវាចាប់ឲ្យត្រូវអីហ្នឹងទៅអាហ្នឹងគេហៅថាជា robotic problem មួយទៀត control system បាទ
optimize energy use traffic management អីហ្នឹងក៏យើងអាច apply បានដែរអញ្ចឹងឧទាហរណ៍ដូចជាភ្លើង stop បាទអញ្ចឹងភ្លើង stop គាត់អាចដាក់នៅ sensor camera ដើម្បីចាប់ថាមាន LAN ជិះមកប៉ុណ្ណានៅច្រកនេះគេអាចមាន loop detector ដើម្បីវាស់intensity របស់ traffic ហ្នឹងគេអាចអីគេអាច detect traffic flow ហើយយើង input ទិន្នន័យហ្នឹងចូលទៅក្នុងreinforcement learning agent យើងវានឹង decide ថាគួរបើកឲ្យច្រកណាទៅមុនដើម្បី optimize traffic flow ហ្នឹងគឺជាcontrol system បាទ optimization problem មួយទៀតអាចជា AI ដែលជាលក្ខណៈpersonalization will learn ពី pattern របស់យើងអញ្ចឹងវាអាចមាននៅ recommendation system dialogue agent and adaptive interface ចឹងនេះភាគច្រើនយើងអាច apply នៅលើ web លើអីចឹងយើង learn ពី pattern ពីរបៀបដែល user គាត់ប្រើហើយវាអាច suggest recommend អីហ្នឹងទៅតាម data ដែលយើងបាន learn ពី user so អានេះជារបស់ដែល reinforcement learning អាចធ្វើបានហើយគេមានច្រើនទៀតដូចជា trading agent ដែលគេអាសា apply ដូចជាយើងទិញកាក់ crypto ឬក៏យើង trade currency អីចឹងទៅយើងអាចឲ្យវា decide ថាពេលណាវា entry ពេលណាវាចូលពេលណាវាចេញពេលណាវា hold វាអាចកំណត់ strategy អាហ្នឹងបាទអញ្ចឹងទាំងអស់ហ្នឹងយើងហៅថា learning through trial and error វារៀនពីកំហុសរបស់វាហើយវា improve វាធ្វើឲ្យប្រសើរឡើងនៅសកម្មភាពវាហ្នឹងដើម្បីចាប់ទៅលើ goal ដែលយើងកំណត់ឲ្យវាអញ្ចឹងអាហ្នឹងយើងហៅថា learning through trial and error បាទឥឡូវយើងបានដឹងពី purpose បានដឹងពីគោលបំណងរបស់ reinforcement learning តើមានរឿងអីនៅពីក្រោយវាចាឥឡូវយើងចាប់ផ្ដើមសិក្សាពី reinforcement learning framework agent and environment បាទអញ្ចឹងឥឡូវយើងសម័យមួយយើងថា imagine teaching dog a new trick យើងប្រហាត់សត្វសំណក់សត្វឆ្កែរបស់យើងហ្នឹងឲ្យវាចេះធ្វើអីសកម្មភាពប្លែកមើលឧទាហរណ៍យើងឲ្យអង្គុយយើងឲ្យវាឈរយើងឲ្យវាអីគេយើងឲ្យវាខំនៅរបស់ដែលយើងគប់ហ្នឹងរត់យកឲ្យយើងវិញអាហ្នឹងសិតតែជា trick ជារបស់ដែលយើងថ្មីយើងបរៀនវាអញ្ចឹងដកហ្នឹងវា try different action វាព្យាយាមធ្វើសកម្មភាពព្រោះវាអត់ដឹងថាធ្វើអីដែលពេញចិត្តយើងអញ្ចឹងវាព្យាយាមធ្វើទៅបាទអញ្ចឹងបើសិនជាវាធ្វើអីដែលពេញចិត្តយើងឲ្យចំណីយើងឲ្យរង្វាន់វាបាទតែដល់ពេលដែលវាធ្វើអត់វាធ្វើអីដែលយើងអត់ចង់បានយើងអត់ reward វាទេអញ្ចឹងយូរទៅover time ដកហ្នឹងវានឹងរៀនពីចិត្តរបស់យើងថាធ្វើអីដែលពេញចិត្តយើងដោយសារធ្វើទៅវាបានរង្វាន់ដោយសារវាចាំអាហ្នឹងវាចាំថាធ្វើសកម្មភាពហ្នឹងបានរង្វាន់តែវាអត់យល់ថាហេតុអីមិនយើងចង់បានហ្នឹងតែវាដឹងថាធ្វើទៅបានរង្វាន់អញ្ចឹង AI ក៏អញ្ចឹងដែរអញ្ចឹងយើងមើលមកលើនេះគឺទី1យើងមាន agent ជា AI ដែលយើងនឹង train នឹងប្រហាត់វាមានសកម្មភាពមានអំពើទៅលើមជ្ឈដ្ឋានដែលវាកំពុងនៅក្នុងហ្នឹងជា training environment ជា real world ជាស្អីក៏ដោយ whatever អញ្ចឹងវាមានសកម្មភាពទៅលើ environment ហ្នឹងបាទអញ្ចឹង environment ហ្នឹងផ្ដល់រង្វាន់មកវិញបាទអញ្ចឹងដូចយើងផ្ដល់រង្វាន់ទៅឲ្យវាតើវាធ្វើសកម្មភាពហ្នឹងបានរង្វាន់ប៉ុណ្ណាបាន reward ប៉ុណ្ណា positive ឬ negative positive ដែលយើង encourage ឲ្យវាធ្វើសកម្មភាពហ្នឹងទៀតបើសិនជា negative គឺយើង punish វាយើងអត់ឲ្យរង្វាន់វាទេអញ្ចឹងគ្រប់សកម្មភាពដែលវាធ្វើទៅលើ environment ហ្នឹងគឺវាបាន reward មកវិញបាទហើយដកហ្នឹងវាអាចនៅក្នុងគេហៅថា state វាអាចនៅក្នុងលក្ខខណ្ឌណាមួយរបស់វាឧទាហរណ៍វាកំពុងតែអង្គុយវាកំពុងតែឈរវាកំពុងតែដេកអីចឹងទៅហ្នឹងជា state របស់វាអញ្ចឹងមានថាគ្រប់ពេលវាធ្វើសកម្មភាពទៅលើ environment ហ្នឹងគឺវានឹងបានលក្ខខណ្ឌថ្មីនេះបាទឧទាហរណ៍ថាវាហក់ឡើងលើខែអញ្ចឹងឥឡូវគឺទីតាំងវា state វាគឺវានៅលើខែវាអត់នៅលើដីទេបាទឧទាហរណ៍វាព្រុសអញ្ចឹងហ្នឹងសិតតែជា state ជា
ព្រោះយើងរៀន programming យើងដឹងថា state នឹងអីគឺជាទិន្នន័យដែលពាក់ព័ន្ធទៅនឹង agent របស់យើងតែវាកំពុងនៅទីណាវាជាព័ត៌មានរបស់វាដែលស្ថិតនៅក្នុង environment បាទអញ្ចឹងទី1ធ្វើសកម្មភាពចូល environment បាន state ថ្មីបាន reward ថ្មីទៅឲ្យវាបាទអញ្ចឹងវាវិលជុំទៅរហូតអញ្ចឹងហ្នឹងជា framework basic របស់វាបាទសរុបវិញគឺអញ្ចឹងយើងមើលពី main character របស់ reinforcement នេះទី1 agent នេះអញ្ចឹងគេថាវាជាអ្នករៀនសូត្រនិងសម្រេចចិត្តថាធ្វើសកម្មភាពណាដើម្បីបានវ័នច្រើន environment បាទជាពិភពលោកដែល agent ហ្នឹងវារស់នៅនិង interact ជាមួយគឺអាស្រ័យនឹងគ្នាបាទអញ្ចឹងយើងអាចចាត់ទុកថាដូចផ្ទះយើងឬក៏ physical space តំបន់មួយហ្នឹងឬក៏ក្នុង video game ហ្នឹងគឺតែអាចរាប់ថាជា environment ហើយមើល interactive loop គេដូចខ្ញុំបញ្យល់អញ្ចឹងបាទអញ្ចឹង at each step the agent see observation from environment state បាទអញ្ចឹងសួរថាឥឡូវយើងនិយាយជ្រៅម្ដងទៀតសួរថាម៉េចបាន agent ហ្នឹងគាត់ដឹងថាយ៉ាងម៉េចអញ្ចឹងនៅក្នុងពេលមួយ each step ថាដោយសារពេលនៅក្នុងAI នៅក្នុង computer អញ្ចឹងហ្នឹងវាមិនមែនពេលដូចក្នុងមនុស្សយើងទេវាមិនមែនពេលជាប់មកវិធីទៅគឺវាជាលក្ខណៈ discrete វាមកប៉ឹកអញ្ចឹងគេហៅថា at each step ក្នុងមួយពេលមួយបាទអញ្ចឹង see observation អញ្ចឹង observation គឺជារបស់ដែល agent ហ្នឹងគាត់ឃើញពី environment អញ្ចឹងឧទាហរណ៍ថានៅក្នុងចក្រវិស័យគាត់ក្នុងផ្នែកគាត់មើលឃើញឧទាហរណ៍ខ្ញុំជា agent អញ្ចឹងខ្ញុំឃើញ monitor 2នៅមុខខ្ញុំឃើញមានភ្លើងមានអីឧទាហរណ៍ថា objective ខ្ញុំគឺធ្វើឲ្យភ្លើងកាន់តែភ្លឺអញ្ចឹងខ្ញុំឃើញតែភ្លើងរៀងខ្សោយពេកអញ្ចឹងខ្ញុំចុចតឡើងភ្លើងអញ្ចឹងអានេះជា observation គឺជារបស់ដែលត្រូវ input ទៅឲ្យ agent ត្រូវយកទៅផ្ដល់ឲ្យ agent អញ្ចឹងជាទិន្នន័យរបស់ environment បាទជាទិន្នន័យរបស់ environment តើបើយើងគិតពីចរាចរណ៍ឧទាហរណ៍ផ្លូវស្ទះឲ្យអត់ឡានចោលឲ្យអត់អញ្ចឹងទិន្នន័យមិនមែនតែជារូបភាពទេវាអាចជាទិន្នន័យលេខស្ថិតិអីដែរបាទវាអាចជាទិន្នន័យលេខស្ថិតិអីដែរអញ្ចឹងតទៀតអញ្ចឹងផ្អែកទៅលើនេះគឺ agent គាត់សម្រេចចិត្តថាគាត់បានទិន្នន័យពីមជ្ឈដ្ឋានគាត់សម្រេចចិត្តថាតើត្រូវធ្វើសកម្មភាពអីគេបាទអញ្ចឹងកាលណាធ្វើសកម្មភាពទៅវាប៉ះពាល់ environment អញ្ចឹងវាបាន state ថ្មីនេះបាទបាន state ថ្មីអញ្ចឹង environment change បាទ possibly respond to agent action បាទអញ្ចឹង agent receive reward signal indicating how good or bad អញ្ចឹងធ្វើហើយគឺបាន reward signal នេះថាសកម្មភាពគាត់ធ្វើហ្នឹងអាក្រក់ឬក៏ល្អតែអានេះយើងអ្នកកំណត់ពេលក្រោយតែ reward នេះថាយើងចង់ reward សកម្មភាពបែបណាអញ្ចឹងគោលដៅយើងគឺ learn strategy that maximize cumulative reward over time អញ្ចឹងគោលដៅធំបំផុតនៅក្នុង reinforcement learning គឺយើងរៀនពីយុទ្ធសាស្ត្រមួយដែលធ្វើម៉េចឲ្យ reward ក្នុងមួយ step ហ្នឹងវាបូកចូលគ្នាទៅវាធំជាងគេមកអស់តើសកម្មភាពណាសកម្មភាពបែបណាដែលធ្វើឲ្យ reward ទាំងអស់ហ្នឹង cumulative reward គឺ reward គ្រប់ step មួយបូកចូលគ្នាកាន់តែធំកាន់តែល្អគឺចង់បានហ្នឹងជា strategy យើងអញ្ចឹងយើង learn ពី strategy ថាសកម្មភាពទៅដេកដើរឈរអង្គុយដើរតិចទៅធ្វើម៉េចដើម្បីឲ្យ reward បានច្រើនបំផុតបាទអញ្ចឹងពេលយើងយល់គោលការណ៍នេះគឺអីអស់ផ្សេងទៀតគឺវាគ្រាន់តែជារបៀបរបបដែលយើងអាចដើរខុសគ្នាទេតែពេលអានេះគឺគោលការណ៍ reinforcement នេះគឺតែប៉ុណ្្នឹងទេអញ្ចឹងគ្រាន់តែ make sure ថាយើងយល់ពីអាហ្នឹងបាទអូអស់ថ្ម webcam អូខេអញ្ចឹងយើងចាប់ដើមបែក key concept ខ្លះបាទអញ្ចឹង state និង observation អញ្ចឹងនៅក្នុងនេះយើងចាប់ដើមនិយាយពី state មុនគេអញ្ចឹង state ហ្នឹងគេតាំងតែអក្សរ S នៅក្នុងសមីការបាទគេថា complete description of the world បាទអត់មាន information ទេអញ្ចឹងstate ហ្នឹងគឺជាពិភពលោកដែល AI កំពុងនៅនោះបាទ there is no hidden information
ចឹង observation គឺជាយើងតាំងដោយ O បាទ partial decision that may omit some information ចឹងគេថា observation ហ្នឹងវាមិនបានពេញដោយសារតែ agent គាត់មិនអាច observe បានទាំងអស់អីចឹងទៅដោយសារ vision គាត់មានកំណត់អីចឹងចឹងគេថាជា partial decision ចឹងយើងមើលឧទាហរណ៍មួយLuna Landing ជា environment មួយដែលយើង train agent ហ្នឹងឲ្យគាត់ចេះចុះនេះនៅក្នុងទង់ជាតិ2នេះតែមិនចុះឲ្យត្រូវយើងថាដល់ពេលដែលយើង train គួរក្បាល AI មួយឲ្យវាចុះឲ្យត្រូវទីតាំងកណ្ដាលទៅគឺយើងចាត់ទុកថាយើង train បានជោគជ័យតែវានៅតែចុះមិនត្រូវទេគេថាវា train អត់បានជោគជ័យទេបាទនេះឥឡូវយើងមើល state អញ្ចឹង exact position ទីតាំងជាក់លាក់ velocity ល្បឿន angle មុំល្បឿនចូលផ្ចិត angular velocity leg contact of the lander បាទ leg contact នេះអញ្ចឹង state ហ្នឹងគឺគ្រប់ព័ត៌មានអស់ដែលតាក់ទងនឹង environment នេះមជ្ឈដ្ឋានដែលយើងឲ្យ train នេះដល់ពេល observation គឺរបស់ដែល agent គាត់អាចឃើញនេះគាត់ agent actually see មានអ្នកចូលចឹង might be the same as state fully observed ឬក៏ limited បាទអញ្ចឹងជួនកាលនេះយើងអត់កំណាញ់ទេយើងមានប៉ុណ្ណាយើងដាក់ឲ្យវាក៏បានដែរដោយសារវាជា testing ជា 2D អញ្ចឹងតែបើ case ជាក់ស្ដែងអាចទៅឡានបើកខ្លួនឯង Tesla អីវាមិនអាចយើងមិនអាចយកទិន្នន័យទូទាំងពិភពលោកយកមកបោះឲ្យវាទាំងអស់បានអត់បានទេដោយសារតែវាអត់មានវិធីបោះឲ្យវាអញ្ចឹងក្នុងករណីជាក់ស្ដែងយើង deploy ជាក់ស្ដែងនេះវាគេហៅថា partially observe គឺវាមិនអាចឃើញពិភពលោកទាំងអស់ទេ AI បើករណីឡានបើកខ្លួនឯងវាឃើញតែនៅអាមុខរបស់វាអា lidar sensor អារូបកាមេរ៉ាអីយើង input ឲ្យគូក្បាលបាទថាអាចកាមេរ៉ា360ឆ្វេងស្ដាំទៅចុះតែវាមិនអាចទៅឃើញដល់សៀមរាបទេតើហ្នឹងចា៎ហ្នឹងយើងហៅថា partially observe ហ្នឹងឥឡូវយើងមើលចា៎នេះខ្ញុំមានសោះវានេះចង់មើលបន្ថែមអាចអានទៅអញ្ចឹងគេ deep OL គេប្រើពាក្យ deep ពីមុខមានន័យថាយើង apply deep learning អញ្ចឹងពាក្យថា deep learning យើងដឹងអីគឺយើងប្រើប្រាស់ neural network កាលណាមាន involve ពួក neural network CNN ពួកអីគេ ONN ពួកស្អីគេប្រើពាក្យ deep ហ្នឹងមានថាយើង put raw data អា data តាំងកំភ្លុះតាំងដុលហ្នឹងយកទៅចូលគូក្បាល neural network អញ្ចឹងយើងហៅយើងដាក់ពាក្យថា deep នៅពីមុខបាទអញ្ចឹងនៅក្នុង deep OL we typically យើងតែងតែតាំង state និង observation as vector matrix និង tensor of real number អញ្ចឹងគេតំណាង state ហ្នឹងគេចាប់វាទៅក្នុង vector អញ្ចឹងយើងស្គាល់ទេ vector យើងមក dimension មកទិសដៅដល់ពេល matrix វាអាចមាន2វិមាត្រ2 dimension ដល់ពេល tensor គឺវាពហុវិមាត្របាទ tensor អញ្ចឹង vector matrix tensor អញ្ចឹងបើសិនយើងយក state នេះជារូបទាំងអស់ហើយយកទៅ input ឲ្យគូក្បាល AI វាអាចតាំងដោយ RGB pixel មកដោយសារនេះវាជា pixel យើងអាចដាក់វាក្នុង matrix បានបើ robot បាទ state វាអាចមាន joint angle ដៃជើងជាន់របស់វាទម្លាក់ដៃទម្លាក់ជើងមុំវាកាច់ប្រហែលអស់ថ្ម webcam ចាំតិចខ្ញុំសាកថ្មសិនអូខេលឿនខ្ញុំឆែកមើលសិនអូខេវាដាក់រូបផ្ទះបាញ់កំពុងសា
okដល់ពេល game វាអាចជាទីតាំងរបស់ character ហ្នឹងអាយុឈាមហើយ resource item ឲ្យគាត់មានសិតតែអាច count ថាជា state បាទចឹងយើងយល់ទេថាឥឡូវ state ហ្នឹងអាចជាស្អីខ្លះនេះចឹងយើងនិយាយបន្ថែមតែមកយើងចាប់ផ្ដើមគិតពី action សកម្មភាពឥឡូវយើងឃើញនេះឥឡូវយើងមើលមកគាត់ធ្វើបានអីគេខ្លះនេះយើងសម័យមើលតើគាត់អាចធ្វើសកម្មភាពអីគេខ្លះមានអីគេឆ្លើយបានទី1អីគេគាត់មិនយាននេះ AI នេះវាអាចកាច់ឆ្វេងកាច់ស្ដាំកាច់ឆ្វេងកាច់ស្ដាំអាខ្យល់វាបាញ់វាអាចបាញ់ឆ្វេងបាញ់ស្ដាំឬក៏បាញ់ក្រោមដើម្បីទៅកាលណាវាធ្លាក់មកខ្លាំងពេកវាអាចបាញ់អានេះឲ្យខ្លាំងនេះទៅដើម្បីកុំឲ្យវាធ្លាក់មកលឿនពេកអានេះវាបាញ់ទៅអ្នកខ្យល់អានេះដូចយើងបាញ់ខ្យល់ឥឡូវយើងគិតមើលសកម្មភាពវាមានអីគេខ្លះព្រោះថានៅក្នុង state មួយគឺវាត្រូវ take action ដើម្បីសម្រេចគោលដៅណាแล้วវាអត់តន់ចេះនេះទេវាជាបាត់ណាបាត់ណីបាញ់តណាតណីឥឡូវយើងមើលអញ្ចឹងសកម្មភាពគេចែកចេញជា2បាទ action space គឺជាសំណុំនៃសកម្មភាពដែលវាអាចអនុវត្តទៅលើ AI យើងអញ្ចឹង AI យើងមុននឹងយើងធ្វើអាហ្នឹងគឺយើងមិនមែនចេះតែឲ្យវាមានសកម្មភាពបាត់ណាបាត់ណីទេគឺយើងកំណត់សកម្មភាពដែលវាអាចធ្វើច្បាស់លាស់ឥឡូវអានេះយើងសន្មតថាឲ្យវាធ្វើបានតែ3សកម្មភាពទេសកម្មភាពទី1គឺអាចចេះបាញ់ពីក្រោមឆ្វេងស្ដាំបាទប៉ុណ្្នឹងទេពីក្រោមឆ្វេងស្ដាំអញ្ចឹងយើងកំណត់ទុកឲ្យហើយដល់ពេលយើង train វានឹងរើសពីក្នុងហ្នឹងអាច combine ឬក៏អាចតែមួយបាទអញ្ចឹងគេហៅថាជា action space ឥឡូវយើងមើលពី discrete action space a finite number of distinct action ចាំថា discrete action space ហ្នឹងគឺគេថាសកម្មភាពដែលវាអាចធ្វើតែវាអត់មានជាតម្លៃឥឡូវយើងមើលឧទាហរណ៍ទៅដោយករណី lunar landing គឺវាមាន4 action បាទទី1គឺ do nothing អត់ធ្វើអីទាំងអស់អាហ្នឹងក៏ជាសកម្មភាពដែរសកម្មភាពទី2គឺfire engine left បាញ់ខ្យល់ហ្នឹងបាញ់ engine ហ្នឹងបាញ់ rocket whatever ពីខាងឆ្វេង fire main engine អាក្រោម fire right engine គឺខាងស្ដាំអញ្ចឹងវាមាន4សកម្មភាពហ្នឹងបាទវាមាន4សកម្មភាពដល់ពេលអីគេដល់ពេល chest has finished បាទអានេះ environment ផ្សេងៗគ្នាបាទ chest នេះដូចយើងលេងក្តារអុកវាអាចដើរទៅនេះទៅនោះដើរឆ្វេងស្ដាំអីបាទតែក៏ប៉ុន្តែវាមិនអាចដើរម្លងដូចយើងលេង raid អីវាមិនអាចទៅអុកស្ដាច់គេបានហ្មងគឺវាអាចធម្មដើរនៅក្នុង rule របស់វាហ្នឹងអញ្ចឹងគេថាវានៅតែមាន finite សកម្មភាពដែលវាអាចធ្វើគឺវាមានកំណត់បាទហ្នឹងគេហៅ discrete action space ចុះ continuous action space ហ្នឹងគឺថា action ហ្នឹងគឺ real value vector បាទដោយករណីពួកនេះក្នុងឡុងពេលតែមួយគឺវាអាចធ្វើសកម្មភាពបានតែមួយ discrete action ហ្នឹងវាយកតែក្នុងចំណោមហ្នឹងបើវាមិន do nothing វា left right ឬក៏បាញ់ main engine ដល់នេះbreak out នេះវាបាញ់ right left បាទអានេះសិតតែ environment របស់វាអញ្ចឹងគេថាវា countable choice decision របស់វាហ្នឹងអញ្ចឹងយើង sample យើងយកតែមួយទេឧទាហរណ៍ action 0 1 2 3យើងអាចតាំងឲ្យនេះ0 1 2 3អញ្ចឹងយើងក្នុងឡុងពេលយើង take action គឺយើង sample យកតែមួយទេបាទអញ្ចឹងនេះអាចជា code example វាaction space យើង sample វាទៅហើយយើង random choice វាក្នុងហ្នឹងយ៉ាងហ្នឹងជារបៀបយើងអាច pick action តែដល់ពេលពួក continuous action វាខុសពីហ្នឹងគឺក្នុងឡុងពេលមួយគឺយើងត្រូវផ្ដល់តម្លៃទៅឲ្យspace មួយវាឧទាហរណ៍
self driving car នេះអញ្ចឹងពេលយើងបើកឡានយើងត្រូវ control ច្រើនទីមួយយើង control គេហៅថាចង្កូតឡានយើងជន់ gear បាទជន់ gear acceleration steering angle យើងកាច់ចង្កូតនោះយើងកាច់ប៉ុន្មានអញ្ចឹងយើងត្រូវផ្ដល់តម្លៃពីរវាហើយតម្លៃហ្នឹងគឺជាតម្លៃគេហៅថា continuous តម្លៃដែលវាមាន range ច្បាស់លាស់ឧទាហរណ៍កាច់នឹងកាច់ចង្កូតនឹងកាច់ប្រមាណ degree ជន់ gear ជន់ខ្លាំងប៉ុណ្ណាអញ្ចឹងវាជាតម្លៃជាលេខគេ continuous លេខជាប់ទៅពេល robot នេះក៏អញ្ចឹងដែរនេះក៏តែពួកហ្នឹងវាអាចមាន range វាទៅប៉ុន្តែក៏តែវាស្ថិតនៅក្នុងដក1និង1អញ្ចឹងនៅក្នុងដក1និង1ក៏អាចមានច្រើន 0.94 ចុចប្រហែលទៅពេលអត់នេះក៏អញ្ចឹងយ៉ាចឹងហ្នឹងយើងហៅថាជា continuous ចឹងយើងមើលឧទាហរណ៍ដូចជាpeople walker នេះគឺយើង train អានេះវាចេះដើរអញ្ចឹងវាអាច control 4 action ជង្គង់ទី1ជង្គង់ទី2 hip ទី1 hip ទី2អញ្ចឹងសារជើងមាន2ដល់ពេល half height នេះវាមាន6 action បាទវាមាននេះjoin នេះ join នេះ join នេះ join នេះអញ្ចឹងយើង train មិនឲ្យវាចេះដើរឥឡូវវាអត់ដើរការដោយសារវាផ្ងាប៉ុន្តែអាហ្នឹងគឺជា example នៃ continuous action ដោយសារតែក្នុងឡុងពេលមួយហ្នឹងវាមិនមែន move តែជើងមួយទេវាត្រូវ move ជើងjoin មួយដើម្បីឲ្យវា synchronize គ្នាហ្នឹងនេះឲ្យវាចេះ synchronize នេះដើម្បីឲ្យវាចេញមកដូចចលនាសត្វអីពិតឲ្យវាចេះដើរអញ្ចឹងបាទអញ្ចឹងគេថា natural for physical control អញ្ចឹងcontinuous action ហ្នឹងគឺវាមកស្អីយើង apply វាសម្រាប់ physical control បាទaction វាយើង sampling ពីគេហៅថា distribution គេថា probability distribution ណា Gaussian អញ្ចឹងយើងរៀនគណិតយើងស្គាល់ទេ distribution អញ្ចឹងយើងអាច sample អាច min ទៅយើង random យក action ហ្នឹងមកแล้วយើងនិយាយពី policy អញ្ចឹង policy ដូចជាខួរក្បាលគេខួរក្បាលរបស់ agent យើងអញ្ចឹងថា policy is a agent behavior a rule for selecting action and essential for agent brain បាទអញ្ចឹងpolicy គេបែងចែកជា2ទៀតគេមានគេហៅថា deterministic និង stochastic អញ្ចឹងពាក្យថា deterministic ហ្នឹងគឺវាមកពាក្យថា determine ក្នុងភាសាអង់គ្លេសគឺមានថាគ្រប់សកម្មភាពមួយគ្រប់ state មួយនេះ policy មួយអញ្ចឹងវានឹងចេញសកម្មភាពមួយអញ្ចឹងឧទាហរណ៍ថាខ្ញុំលេងអុកខ្ញុំដើរមកដល់កន្លោះហ្នឹងបើសិនជា will learn policy ហ្នឹងគឺអត់តែវាមកដល់ប្រឡោះហ្នឹងគឺវាត្រូវតែធ្វើសកម្មភាពហ្នឹងវាអាចទៅធ្វើអីផ្សេងដោយសារតែវាជា deterministic policy អញ្ចឹង always output the same action for given state បាទអញ្ចឹងយើងនិយាយខ្លីទៅ policy គឺវា map state ហ្នឹងទៅ action state action អញ្ចឹងវាជា function ដើម្បី map ដើម្បី output action ចេញពី state មួយហើយកាលណាវា deterministic គឺstate ហ្នឹងអត់តម្រូវ state ហ្នឹងគឺត្រូវតែចេញ action ហ្នឹងបាទអញ្ចឹង real world analogy always barking when you see red light អានេះដូចឆ្កែបាទដល់ពេល stochastic វាខុសពីហ្នឹងគឺវា output probability distribution ទៅលើ action ហ្នឹងវិញបាទអញ្ចឹងមានន័យថាឧទាហរណ៍ទី1គឺលក្ខខណ្ឌដែលវាអាចចេញសកម្មភាពណាមួយឧទាហរណ៍នេះbasketball player sometimes shoot អញ្ចឹងជួនកាលក៏មានអត្រានៃការបោះចូលហ្នឹងបោះដើម្បីបញ្ចូលទីហ្នឹង 60% នៅក្នុងលក្ខខណ្ឌដែលគាត់នៅក្នុងទីតាំងដែលគាត់ពងឈរហ្នឹងជួនកាលគាត់បោះឲ្យគ្នាគាត់វិញគាត់dribble គាត់ក្បាច់អីហ្នឹងទៅអញ្ចឹងអាស្រ័យនឹង game situation ចានេះវា more like real world ជាងវាត្រូវជាមួយនឹងអីគេជាមួយនឹងសារភាពជាក់ស្ដែងនៅលើភូមិលោកយើងជាងព្រោះជាងកាលយើងដើរមកដល់ទីតាំងហ្នឹង
វាអាច make ស្ទុំវាអាច make ខុសពីនឹងវាអាចមានមនុស្សច្រើនមនុស្សកកកុញអញ្ចឹងមិនមែនថាឲ្យយើងមកដល់តាំងយើងត្រូវធ្វើអញ្ចឹងវាអាស្រ័យលើស្ថានភាពជាក់ស្ដែងអញ្ចឹងវាចេញជា probability distribution វិញហ្នឹងហើយនៅក្នុង reinforcement learning ហ្នឹងគេថា policy គឺវា parameterize ទៀតបាទដោយសារ policy វាជាគូក្បាលរបស់AI អញ្ចឹងវាសំខាន់អញ្ចឹងវាយើងបើសិនយើងគ្រាន់តែជា function មួយដើម្បីនេះអានេះគេ function មួយអានេះ function pi អញ្ចឹង pi stochastic មួយហ្នឹងគឺ deterministic អញ្ចឹងបើសិនជាយើងគ្រាន់តែធ្វើ function មួយឲ្យវាចេញមកវាដូចជាស្រួលពេកតែពិភពលោកជាក់ស្ដែង AI វាអាស្រ័យលើ parameter ដោយសារ AI គេចូលចិត្តនិយាយលើ parameter អញ្ចឹងគេថា policy are parameterized អញ្ចឹងវាអាស្រ័យទៅលើ parameter អញ្ចឹងគេថា their behavior depend on parameter they are pi នេះ wait row ខ្ញុំភ្លេចអានេះគេហៅមិនបាទ data បាទdata ជា parameter អញ្ចឹងជាទូទៅពួក reinforcement learning ពួកអីហ្នឹងគឺគេអាចប្រើ neural network ពួក CNN ពួកmulti layer multi connected layer ហ្នឹងគេចូលចិត្តប្រើ neural network ជា policy អញ្ចឹងមានថាយើង train ឲ្យវាចេញ action នេះគឺយើងយក state ហ្នឹងយកទៅដាក់ចូល neural network អញ្ចឹងកាលណា neural network វាមាន weight មាន bias អញ្ចឹងវាអីគេហៅថាវាជា parameter គឺ parameter ដែលនៅក្នុង weight bias របស់ neural network ហ្នឹងហើយបាទដែលpi data មួយ data គឺជា highlight ពី dependency ទៅលើ parameter នេះនៅលើ neural network ដែលវាយកខ្លីទៅគឺ policy វាចេញមកមិនវាអាស្រ័យលើ weight bias របស់ neural network ប៉ុណ្្នឹងទេអញ្ចឹងនៅពេលយើង train neural network យើងធ្វើអីគេយើង feed forward យើង back propagate មកវិញចុះឡើង update parameter របស់វាទៅគឺយើង optimize វាស្មើយើង optimize agent behavior ដែរបាទអញ្ចឹងអានឹងគោលការណ៍របស់វាបាទ stochastic policy វាមាន2ទៀតវាមានសម្រាប់យើង apply discrete action នេះ apply លើពួកអស់នេះតែនេះយើងយកតែមួយយើង sample យកមួយអញ្ចឹងគេហៅវាជា categorical category គឺយើងយកមួយណា action មួយណាបាទពេលមួយហ្នឹងយក action មួយណាអញ្ចឹងយើងប្រើ categorical policy discrete action អញ្ចឹង like classifier over action អញ្ចឹងគេយើង train neural network មួយមកយើង output logic បាទ logic គឺសម្រាប់ each action apply softmax to get probability sample action from this distribution បាទចឹងនេះជារបៀបដែលយើងធ្វើដល់ពេល diagonal Gaussian policy សម្រាប់យើង apply ទៅលើ continuous action ចឹងយើង output min វិញចឹង neural network យើងគឺ output min action តោះមកយើងធ្វើ standard deviation ទៅលើ learn separately ឬក៏ output by network បាទតោះមកយើង sample វាចេញពីហ្នឹងទៅគឺយើងនឹងបានថាឧទាហរណ៍តើតម្លៃ scaling នេះប៉ុន្មានតម្លៃ acceleration ហ្នឹងប៉ុន្មានគឺយើង sample ចេញមកពីហ្នឹងចឹងយើងចូលមកដល់ trajectory ចឹងពាក្យ trajectory គឺវាសំខាន់ដែរចឹង trajectory នេះគឺតាំងដោយ row ដោយជួនកាលគេហៅថា episode ឬក៏ roll out ចឹងនិយាយចំទៅ trajectory ហ្នឹងគឺដូចជាដំណើរជីវិតដំណើរការរបស់ agent តែយើង record វាទុកនៅក្នុង data set មួយចឹង trajectory នេះគឺមានឧទាហរណ៍ state 0 action 0 state 1 action 1ចឹងរបៀបថាគាត់នៅក្នុងដំណាក់កាលហ្នឹងគាត់ជ្រើសរើសប្រើសកម្មភាពអីគេចឹងយើង record ទុកមួយគូ S0 action 0ដល់ពេលគាត់ធ្វើសកម្មភាពលើ environment ហើយគាត់ត្រូវរុញមកដល់ state ទី1ឯងដោយសារវាធ្វើសកម្មភាពលើ environment វាមិនដូរ state អញ្ចឹងឡើង state ទី1 action ទី1 state 2 action 2អញ្ចឹងយើង record ទុកនៅក្នុង trajectory នោះបាទអញ្ចឹងយើង
អាហ្នឹងវាសំខាន់នៅក្នុង PPO ដោយសារយើងត្រូវការទីមួយយើង capture trajectory ទុកមុនហើយបានយើងអីគេបានយើងយកអា trajectory ទៅ train ឲ្យចេញគូក្បាល agent អញ្ចឹងទីមួយនេះយើង initialize state វាបាទអានេះយើង initialize state របស់ environment ទៅឧទាហរណ៍ agent ហ្នឹងកើតមកបើក agent ហ្នឹងមកគាត់កើតនៅទីណានៅលើពិភពលោកហ្នឹងអញ្ចឹងយើង initialize វាតោះមកយើង action គឺ policy នេះទៅទេតែមកអញ្ចឹងយើងឲ្យគាត់ take action ណាមួយទៅខុសក៏ដោយត្រូវដោយអត់ខ្វល់នៅពេល initialize អញ្ចឹងវាបាន action 0បាទអញ្ចឹងយើងចាប់ដើមអាច generate បានយ៉ាងនៅពេលយើងធ្វើសកម្មភាពទៅលើ environment ទៅវាចាប់ដើម state មួយតង់ទៀតនៅក្នុង step មួយទៀតអញ្ចឹងយើងបាន s+1 s+ អីយ៉ាងទៅអញ្ចឹងយើងចាប់ដើមយល់ពី math ហ្នឹងដល់ហើយអញ្ចឹងគេថា agent ហ្នឹងវា influence through the world through its action but it doesn't control how the world respond បាទវាចេះតែធ្វើបាត់ណាបាត់ណីទៅអញ្ចឹងក្នុង reinforcement learning ឲ្យតែសំខាន់ទៀតគឺ reward បាទដូចខ្ញុំនិយាយអញ្ចឹងនេះយើងវាហោះនេះយើងអត់ឲ្យរង្វាន់វាទេនេះដល់ពេលវាហោះរៀងត្រូវតិចនេះឲ្យរង្វាន់នឹង stir តិចទៅហោះនេះអត់ឲ្យទេអត់ណានេះយើងឲ្យរង្វាន់វាអញ្ចឹង reward នេះគឺអញ្ចឹងនេះអញ្ចឹងគេថា reward function អនុគម function គេតាំងដោយ air គឺជា feedback signal feedback ថាជារបស់ដែលយើងអីគេយើងផ្ដល់ feedback ទៅឲ្យ agent ហ្នឹងវិញថាវាធ្វើសកម្មភាពហ្នឹងយើងពេញចិត្តអត់យើងឲ្យរង្វាន់យើងឲ្យបន្ទុកប៉ុណ្ណាអញ្ចឹង it depend on current state បាទaction taken and what's next អញ្ចឹងគេហៅថានេះ RT នេះគឺ R state ឥឡូវហ្នឹងតើធ្វើសកម្មភាពអីគេហើយវាធ្វើឲ្យនៅពេលដែលគាត់នៅក្នុងលក្ខខណ្ឌក្នុង state ហ្នឹងគាត់ធ្វើសកម្មភាពអីគេហើយវាធ្វើឲ្យគាត់ទៅដល់ state មួយណាទៀតអញ្ចឹងយើង calculate reward ដោយ base ទៅលើ3ហ្នឹងអញ្ចឹងគេហៅថាបានរង្វាន់នៅក្នុង step ណាមួយហ្នឹង RT មួយបាទជួនកាលគេ say RT ស្មើ RST អញ្ចឹងទៅ RT RST AT អញ្ចឹងទៅនេះ say ចេះក៏បានតែមិនមកចឹងគោលដៅយើងគឺយើងចង់បានរង្វាន់ច្រើនផុតកាលណាបានរង្វាន់ច្រើនផុតមានថា agent គាត់ learn បានហើយនេះឧទាហរណ៍ធ្វើចុះមកត្រូវរហូតទៅបានរង្វាន់មានថា agent គាត់ learn ថាយើងចង់ឲ្យគាត់ធ្វើយ៉ាងម៉េចបានបាទអញ្ចឹងគោលដៅនៃ reward គឺអញ្ចឹងបាទយើងឃើញហើយយើងកុំតន់ភ័យអូខេអញ្ចឹងរង្វាន់មាន2វាមាន finite horizontal and អានេះដោយសារ field ហ្នឹងមិនឃើញនៅខ្មែរយើង OpenAI នៅអាមេរិកគេ research ដូចជួសអញ្ចឹងវាអត់មានការបកជាខ្មែរខ្ញុំព្យាយាមបកវាបានតែពួកអស់នេះវាបកអស់នេះបកឡើងចេញទៅក្រោយតែ never mind យើងអានអង់គ្លេសទៅយល់អញ្ចឹងគេមួយទីមួយគេមាន finite horizontal and discount reward អញ្ចឹងនិយាយខ្លីទៅអាហ្នឹងឧទាហរណ៍យើងបលែងឲ្យ agent ហ្នឹងគាត់ពី T0 ទៅពេលណាមួយទៅយើងប្រម៉ូ reward ទុកហើយយើងបូកចូលគ្នាចឹងហ្នឹងគេហៅថា sum of reward over fixed window អញ្ចឹងsigma នេះយើងដឹងបូកដល់ពេល discount reward គឺវាខុសពីហ្នឹងបាទយើងមានជា parameter មួយគេហៅថាdiscount factor ពី0ទៅ1នេះអានេះគេហៅស្អីខ្ញុំភ្លេចបាត់ទេgamma បាទវាមាន gamma មួយមក gamma ពី0ទៅ1អញ្ចឹងនៅពេលដែល training វាទៅរហូតនេះអានេះយើង train ដល់ non អញ្ចឹងgamma តម្លៃ gamma គឺវាដូរវាថយ decay ទៅរហូតពាក្យ decay មានន័យចេះហ្នឹងអញ្ចឹងគេធ្វើយ៉ាងដើម្បីអីដើម្បីទី1គេថា reward បាននៅក្នុងឧទាហរណ៍តេនៅដំណាក់កាលដំបូងតេ0តេ1តេ2តេ3ហ្នឹងគឺអីគេវាមានតម្លៃជាងreward នៅពេលបន្ទាប់ទៀតដោយសារតែនេះវាមិនគុណថោះនេះឧទាហរណ៍ដំណាក់កាលដំបូងគឺgamma វាធំអញ្ចឹងវាគុណជាមួយ reward គឺវាសឹងតែបានតម្លៃដើមមកវាដល់ពេលអីគេដល់ពេលយើង train កាន់តែយូរទៅgamma វា decay វាថយចុះអញ្ចឹងអីគេ
គុណជាមួយ reward ដែលបានទៅគឺវាបានកាន់តែតិចទៅអញ្ចឹងមានថាកណ្ណាគាត់ start ដំបូងគាត់ដើរត្រូវគឺយើងអីគេកណ្ណាយើងប្រើ discount return ហ្នឹងកណ្ណាគាត់ដើរត្រូវគឺគាត់នឹងតពីសែនទៅរហូតបាទអញ្ចឹងជាទូទៅ model គេប្រើដើម្បីគេ uncertainty about distant future ensure infinite sum coverage of to a finite value បាទស្អែងកូនទៅបើសិនជានេះយើងបន្លែងចោលវាអាចឡើងដល់ណត់តែនេះយើងគុណជាមួយ decay ទៅគឺវាអាចឡើងដល់ហ្នឹងទេវាថយវា converge កណ្ដិតទៅជា finite value តម្លៃជាក់ស្ដែងតម្លៃគុណណាមួយមិនគុណទេតម្លៃកំណត់ណាមួយមិន infinite ទៅជា unknown ទៅជា unknown នេះអញ្ចឹងនៅក្នុង deep RL ហ្នឹងភាគច្រើនគេអត់សូវខ្វល់បែបហ្នឹងទេដោយសារតែយើងចង់ optimize and discount បាទnever mind យើងនឹង discuss បន្ថែមយ៉ាងហ្នឹងទៀតមានចូលតែឥឡូវយើងចាប់ដើមនិយាយពីបញ្ហានៅក្នុង RL យើងវិញតើយើងចង់ធ្វើអីឥឡូវហ្នឹងបាទអញ្ចឹងទីមួយយើងចង់រក optimal policy នេះខួរក្បាលដែលល្អបំផុតរបស់ agent នៅពេលយើងដឹងពីអស់នេះហើយតែមិនដើម្បីដឹងខួរក្បាលល្អបំផុតបាទចានេះជា policy យើងអញ្ចឹងយើងចង់រកអីគេCentral optimization in RL is finding policy that maximize expected return បាទអញ្ចឹងR នេះខ្ញុំភ្លេចនិយាយ return ពេលដែលយើងបូក reward ចូលគ្នាគេហៅថា return អញ្ចឹងគេចង់បាន return ដែលធំបំផុតប៉ុណ្្នឹងទេដល់ពេលfunction zool function j pi នេះគេថា expected return when following policy អញ្ចឹងពេលគាត់ដើរតាម policy ដើរតាមគូក្បាលណាមួយហ្នឹងគឺវាបាន return ប៉ុណ្ណាexpected return នេះrow policy ហើយ on អញ្ចឹងសេប៉ុណ្ណឹងមកគឺគេចង់មានន័យអញ្ចឹងមានថាពេលដែលយើង trajectory គឺវា random មានថាយើងបន្លែងឲ្យគាត់ explore environment ហ្នឹងទៅយើង record វាទុកតមក different trajectory គឺមាន return ផ្សេងៗគ្នាអញ្ចឹងពេលដែលយើងចង់បាន policy មួយដើម្បីឲ្យវាបាន highest average return គឺយើងចង់ optimize វាបាទអញ្ចឹងprobability of trajectory under policy pi គឺគេសេចែងជាទម្រង់ចេះចានេះបើអ្នកនេះស្គាល់ sigma អានេះគេហៅថាគុណបាទអានេះយើងបូកតអានេះយើងគុណតទៅកាន់ start ពី t ទៅ t ធំដល់1ហ្នឹងហើយទៅពេលអានេះយើងរៀន probab យើងដឹងហើយគុណអញ្ចឹងហេតុអីបានជាគេគ្រប់វាមកអញ្ចឹងបាទអញ្ចឹងទី1យើង combine initial state នេះ p0 s0 distribution របស់វាតមកយើង step មួយហ្នឹងនេះprobab តើនៅក្នុង given នេះបាទនេះនៅ step មួយហ្នឹងអញ្ចឹង policy probability នៅក្នុង step មួយដែរអញ្ចឹងសរុបមក trajectory គឺគុណបានអញ្ចឹងI think we're gonna discuss this more in the future. Yeah, cònនេះជា term ដែលគេចែកអញ្ចឹងនៅក្នុងមួយទៀតយើងនិយាយពី value function តើ value function ជាគេអញ្ចឹង value function គឺថាជាការ estimate តើ state ហ្នឹង good state ឬក៏ state action pair អញ្ចឹងមិនថានៅពេលគាត់នៅក្នុងទីតាំងណាមួយខ្ញុំសុំបក state បកតែទីតាំងទៅបាទអញ្ចឹង state value function ហ្នឹងគឺតាមអក្សរ v អញ្ចឹងគឺជា expected return starting from state as following policy pi អញ្ចឹងមានថាកណាចាប់ដើមដំបូងគាត់ start នៅក្នុងតំបន់មួយគាត់ start នៅក្នុង state មួយហើយគាត់ follow policy យើងកំណត់ឲ្យគាត់មួយហ្នឹងតើexpected return គាត់បានប៉ុន្មានបើសិនជាគាត់ចាប់ផ្ដើមពីហ្នឹងចា៎ហ្នឹងយើងហៅថាជា state value function អញ្ចឹងយើងគណនាគាត់ថា expected return ទេ
តែយើងប្រើតែ parameter s state មួយទេអញ្ចឹងយើងអាចលើកឧទាហរណ៍ទៅលើ river ជាក់ស្ដែងគឺបើសិនជាគាត់នៅក្នុង neighborhood នេះគាត់នៅក្នុងតំបន់ល្អមួយ good neighborhood គឺក្នុង block យើងនិយាយពីបរិយាអីគាត់នៅក្នុង block មួយតើបើសិនជា block ល្អគឺកូនគាត់កាត់មកល្អគាត់មានរឿងល្អកើតឡើងជុំវិញគាត់ច្រើនអញ្ចឹង mean good thing are likely to happen in the future even if nothing special is happening right now បាទអញ្ចឹងហ្នឹងវាតាម state value ដល់ពេល action value គឺ expected return starting from state អីហើយវាមាន action មួយទៀតហើយគាត់នៅតែយក policy pi ហ្នឹងដែរចឹងនេះជាការតាំងរបស់គេចឹង river analogy គាត់ឆែកទូរស័ព្ទហើយ during a meeting has negative value but checking it during lunch different state might be finite បាទចឹង same action different q value ចឹងនេះគេតាំងដោយ q ចឹងថាគាត់ធ្វើសកម្មភាពហើយគាត់នៅក្នុង state ណាមួយហើយតើយើង expect ថានឹងបាន return ហ្មងចឹងន័យថាអាហ្នឹងយើងកុំច្រឡំ return មិន reward មួយហ្នឹងគឺនេះអាស្រ័យនឹង s a បាទតែពេល return គឺ expect ថាបើគាត់ទៅនឹងឬក៏គាត់នៅនឹងគាត់ធ្វើសកម្មភាពហ្នឹងតើយើង expect ទៅ future ហ្មងថាបូកចុះនេះបានប៉ុន្មានបើសិនជាគាត់ចូលរឿងហ្នឹងព្រោះអា value function គឺសំខាន់នៅកន្លែងហ្នឹងដើម្បីយើងចង់ថាគាត់ឈរទីតាំងហ្នឹងគាត់សម្រាប់ចិត្តធ្វើអាហ្នឹងយើង estimate ថាគាត់នឹងធ្វើរបៀបអញ្ចឹងទៀតគឺល្អអត់បើគាត់ជ្រើស action ហ្នឹងជ្រើស action ហើយនឹង state ហ្នឹងបាទអញ្ចឹង value function ហ្នឹងគឺគេចង់មានអីអញ្ចឹងបាទរបៀបថាយើងម៉ៃថាបើគាត់ជ្រើសធ្វើអាហ្នឹងហើយគាត់នៅទីតាំងហ្នឹងតើ reward សរុបហ្នឹងវាបានប៉ុន្មានអញ្ចឹង value function ជាការ estimate ទេវាមានការចងសមីការ relationship រវាងគ្នាដែរតើ v ហើយ q ហ្នឹងវាតកតងមួយគ្នាមិនចឹងនេះគ្រាន់តែជាការ derive កណិតទៅមកទេបាទ optimal យើងតាំងដោយ star ចឹងយើង map វាទៅយើងបាន optimal ដែលយើងកម្រិតដែលយើងចង់បានដល់ពេល optimal action value យើងដាក់ star នេះដែរមកបាទចឹងពីរមាន relationship គ្នាចឹងv pi នេះវាស្មើអញ្ចឹងដល់ពេល v star វាស្មើ max q នេះវិញចឹងដោយសារតែពីរវាអាច directly obtain optimal ហ្នឹងចឹងយើងអីគេsimply pick action with highest q value នេះចឹងសរុបមកពេលយើង apply យើងអាច apply ទាំងពីរយើងអាច apply តែមួយចឹងតទៅមុខទៀតយើងឃើញនេះអ្នកនេះអាចយក derive ហ្នឹងឯងគេគ្រាន់តែ derive មកមួយទៀតយើងមាន advantage function អញ្ចឹងសរុបមកគេគ្រាន់តែចងជា term ជាសមីការហើយគេផ្គុំវាចូលគ្នាដើម្បីកំណត់ខួរក្បាលរបស់ agent ហ្នឹងសមនាទីទៀតកន្លះម៉ោងទៀតខ្ញុំព្យាយាមបញ្យល់វាចប់អញ្ចឹង advantage function វាប្រាប់យើងថា relative benefit of taking action A instead A compared to following policy អញ្ចឹងដល់ពេលដែលយើងអីគេពេលវាយើងធ្វើនៅសកម្មភាពអីថ្មីមួយ advantage function គឺវានឹងប្រាប់យើងថាតើធ្វើទៅវាគ្រាន់បើជាងមុនអត់តែប៉ុណ្្នឹងទេបាទ tell us relative benefit of taking action A instead A compared to following policy បាទអញ្ចឹង advantage យើងយក q ដក v តោះមកយើងបានadvantage អញ្ចឹងបើសិនជា advantage នឹងវាធំជាង0មានថា action A គឺវា better than average បាទបើសិនជា A តូចជាង0គឺថា action A វា worse than average បើសិនជា A ស្មើ0មានថា2ដកនេះ0បាទអញ្ចឹងដកនេះ0មានថាវា exactly average បាទអញ្ចឹងឧទាហរណ៍ថាសិស្សម្នាក់គាត់បានទុក 70% ហើយយើងបាន 85% អញ្ចឹងយើងបាន 15% advantage ពីលើគាត់បាទអញ្ចឹងវា measure how better you did than expected ហ្នឹងដោយសារពួកនេះវាជាការ estimated ទៅលើ expected return អញ្ចឹងបើសិនយើង apply advantage គឺយើងដកវាគឺយើងអាចដឹងថា
គាត់ធ្វើសកម្មភាពហ្នឹង agent ហ្នឹងគាត់ធ្វើសកម្មភាពហ្នឹងតើគាត់វា better វាលទ្ធផលដែលទទួលបានវាគ្រាន់បើជាងមុនប៉ុណ្ណាដោយសារយើងត្រូវការយកអាហ្នឹងយកទៅគណនាដែរដល់ពេលយើងផ្គុំគ្នាយើងបានជា Bellman equation បាទអញ្ចឹងជា value function វា satisfy special cell consistency អញ្ចឹងយើងហៅថាជា Bellman equation គឺវាអីគេ the value of your starting point is intermediate reward you expected plus value of where you landed next អញ្ចឹងមានថាយើងធ្វើសកម្មភាពមួយនៅក្នុងទីតាំងយើងចាប់យកហ្នឹងអញ្ចឹងវាបាន reward មកអីគេហើយបូកជាមួយនឹងអានេះយើងអត់ទាន់ធ្វើសកម្មភាពតែពេលយើងដោយសារយើងធ្វើសកម្មភាពហ្នឹងគឺត្រូវយើងទៅដល់ state មួយទៀតអញ្ចឹងពេលយើងទៅដល់គេ expect ថាវានឹងអាចបាន reward ប៉ុន្មានអញ្ចឹងBowman equation គឺចង់អញ្ចឹងចឹង on policy ដែលយើង optimize policy ហ្នឹងតរហូតយើងអត់ដូរពូក្បាលទេចឹងនេះជាការចែងរបស់គេទៅពេល optimal យើង derive មកបានចេះបើសិនយ៉ាងនេះអត់យល់ពី math ហ្នឹងខ្ញុំបានធ្វើនៅនេះ math foundation អាចទៅមើលនេះបន្ថែមថាអូខេស្អីគេជា probability ស្អីគេជា expected value នេះតែយើងវាយហ្នឹងមានន័យថាម៉េចយើងបូកដកគុណចែកទៅអីគេជា logarithm នេះយើងដឹងហើយយើងរៀនថ្នាក់ទី10ហើយ gradient derivative នេះអញ្ចឹងយើង derive derivative តាមទ្រឹស្ដីមកស្អីគេ gradient discount factor អីចឹងអាចទៅមើលអានេះតាមដោយសារអានេះវាសិតតែ basic math ចឹងខ្ញុំ expect ថានេះអាចយល់ខ្លះប៉ុន្តែយើងអត់ជិះក្បាលមកនេះពេកទេយើងតទៅទៀតឥឡូវយើង summarize បាទចឹង agent environment state observation action reward policy គោលការណ៍របស់ agent trajectory រឿង record ទុកនៅរបស់ដែលដំណើរការរបស់ agent ហ្នឹង state និង action return បាទការបូក reward បញ្ចូលគ្នា over trajectory value function expected return from a state action value expected return from state action pair advantage គឺដកគ្នា how much better action than average action ដែលវាមានដល់ឥឡូវអញ្ចឹងគេចែងcomponent នេះមកដើម្បីឲ្យយើងអាចធ្វើការធ្វើ agent យើងបានបាទយើងអត់មាន rule ច្បាស់រាល់ទេគឺយើងអាចធ្វើបានទេអញ្ចឹងមួយហ្នឹងគឺគេគាត់ចង់មានន័យអញ្ចឹងយើងមិនបាច់ព្យាយាមជឿក្បាលមួយម៉ាត់ហ្នឹងពេកទេយើងអាចនេះគាត់ដឹងថាអាហ្នឹងជាអីធ្វើដើម្បីអីប៉ុណ្ណឹងទេហើយយើងពេលយើងធ្វើជាក់ស្ដែងយើងគ្រាន់តែ control ពួកparameter ទូចៗ on នេះហើយយើងទៅគឺយើងអាចធ្វើបានតែបើយើងយល់ទៀតកាន់តែយើងចង់ទៅរៀន master យើងចង់ធ្វើ research ចង់អីពួកវាយើងរៀន master យើងត្រូវ derive រូបមន្តហ្នឹងបូកថែមតួថែមអីលើលក្ខខណ្ឌជាក់ស្ដែង constraint environment អីគឺយើងត្រូវថែមថយពួកអស់ហ្នឹងឥឡូវយើងមើល OL អញ្ចឹងវាមានពីរ approach វាមាន value based និង policy based បាទអញ្ចឹង value based គឺពួកគេពួក Q learning អញ្ចឹងពួក Q learning នេះគឺយើងធ្វើការអីគេវា learn Q function then extract policy by picking back action អញ្ចឹងពួក Q learning នេះវា copy PPO ដោយសារយើងធ្វើជាក់ស្ដែងយើងធ្វើ PPO ក៏ប៉ុន្តែយើងត្រូវដឹងថា Q learning វាជាអីគេសារកៅ Q learning ហ្នឹងកាលមុនគេនិយាយច្រើនបាទវា apply លើ specific problem របស់វាអូខេអញ្ចឹង idea របស់ពួកvalue based method នេះគឺពួក algorithm ដូចជា Q learning deep Q learning network អីនេះគឺទីមួយយើង learn Q value function learn មានថាយើងព្យាយាម optimize Q value function then extract policy by picking back action អញ្ចឹង algorithm វាគឺ estimate expected return for each action អញ្ចឹងយើងឲ្យគាត់ random គាត់ធ្វើអីធ្វើទៅយើង estimate ថាបើគាត់ធ្វើអញ្ចឹងតើនឹងបាន expected return ប៉ុណ្ណាអញ្ចឹង policy គឺអត់សំខាន់វា implicit បាទដោយសារតែ policy គឺយើងដកចេញមកពី Q function មួយទេបាទ Q map គឺយើងដកចេញមកពីនេះមួយ
chẳng vì implicit bàn là ló cho nó cái trong này chứ đặc biệt tao mới dùng always pick action with the high actual value chẳng của các bạn có nó cứ action là thời ban actual value ló là sao dùng estimate vì chẳng những vô action nó vô một thứ nó của các bạn phải chân nó không của value bảy chẳng mình Q learning update giống cứ là việc là dùng update của các bạn là việc cứ giờ dùng dọc Q learning cha bột cho môi năng reward dùng mặt action đến tới độ cho môi năng action cha chẳng ở point này ta sample efficient chẳng dùng đặt phần màn agent will learn tới dùng một cùng experience với này chẳng người ta can learn from any experience of policy vì mình focus là policy môi dùng optimize parameter của policy này single actual you update at a time just learn value function còn đấy vì mình chẳng nói sau mỗi cái discrete action only trong một sân dân trong phá của value bảy này cứ việc apply ban tại là của environment chạy này của discrete action này và chẳng reinforcement learning như thấu mà không đấy ta problem nhưng problem sẽ kì discrete với continuous cứ phốp đâu chạy slide này và control trào là bây giờ biết đào ban chục chạy này tập về discrete đam môi thì thôi cứ không lòng pê với thơ đam môi thì chẳng bà sân dân problem dân cầm nốt theo chuyện discrete cái dân ai apply của này bạn của value bài bản ta tập về ấy cái vì mình sẽ sao nhất cứ việc always pick the same option vì mình stochastic thế vì chỉ deterministic trong mặt operator introduce optimate bias vì mình cái này dùng over estimate page cho mình cầm đặt yên cho nó bias và chẳng nhưng mơ lừa river nào chứ cái đầu dương compare price having a price comparison app about each value each option like A lại bên đi lại B lại bên đi chẳng những pick the cheapest work chẳng nó về dân bên option là bắn cứ việc vô mau bàn rồi và từ sau dân bên infinite list of option chẳng bộ on ấy việc work tại nó lớn tại mình này biết rõ rồi chúng ta problem khác đây chỉ game lên ốc đây ấy đó việc infinite sẽ làm việc đào là mồi rồi chẳng dân apply này thôi nó bị roll thôi tại bên này là thơ bộ PBO này dân này dân ngày đấy dân gì PBO chẳng vì cái policy by method từ sau dân apply từ lơ cái thá ai apply từ lơ continuous action bạn continuous action chẳng learn directly from policy learn by output action chẳng tìm mỗi algorithm những cái dân miền policy network dân miền neural network directly output action probability update policy parameter to increase expected return chẳng là bây giờ dân promote sắp của phải dân update average by neural network nóដើម្បី increase expected return chẳng use gradient action và gradient action dân optimize này optimize average by này đại dương cả này derivative con như mỗi năng learning rate tao mới dương update by này chẳng gradient descent action descent cứ descent action cứ còn là những trong update policy này còn là biến được chúng các cái phào maximum minimum cho lăng chẳng policy gradient nó cứ dương menu môn trẻ và cái phào lọc mình này chẳng sử dụng máu cứ continuous action natural for robotic stochastic policy và we learn from probabilistic behavior this we mean action chart directly optimize what you care about and effective in high dimension chẳng high dimension là we mean để bộ này we mean join mình control chart we are more effective chứ nó chẳng dừng update derivative vì ai noisy vì ai bả nông cái update derivative nông mình bả việc ta vì thử chạm thông đấy nó optimization problem đó cứ dân đăng tha mà step biết về ai noisy cho lăng trong một việc learn optimal policy viết và training cứ very gì này
noisy ចូលឡើងថតនឹងគេចង់សំដៅអញ្ចឹងទីមួយ unstable small parameter change big policy change អញ្ចឹងវាអាចជាចំណុចខ្សោយ disadvantage របស់វាដែរឥឡូវយើងមើលactor critic best of both world អញ្ចឹងគេ combine ពីរនោះអញ្ចឹង PPO គឺវា use actor critic architecture ដែល combine both approach អញ្ចឹងខ្ញុំមាន state S actor អញ្ចឹង policy នេះ policy pi data នេះគឺវាមាន action A ដល់ពេល critic value ជា value function អញ្ចឹង value function វា estimate value advantage ហើយនឹង update actor អញ្ចឹងសរុបមក actor វាធ្វើសកម្មភាពតមក critic ហ្នឹងវានឹងវាតម្លៃវានឹងរិះគន់សកម្មភាពហ្នឹងថា estimate ថាវាបានប៉ុណ្ណាតមកវាប្រាប់ទៅនេះវិញអញ្ចឹងដូចនៅក្នុង PPO គឺវាមានគូក្បាលពីរវាមាន actor និង critic បាទអ្នកធ្វើការអ្នកសម្រេចសកម្មភាពនិងអ្នកវាតម្លៃសកម្មភាពនឹងដោយសារនេះចេញមកគឺvalue function នេះបាទ critic នេះអញ្ចឹងវាត្រូវអីគេវាត្រូវ estimate value បានអញ្ចឹងវាអាចយកទៅបុកដកគុណចែកចេញ advantage ដោយសារនេះយើងបាន take action ហើយអញ្ចឹងអីគេ decide which action to take critic evaluate how action work how good action work អញ្ចឹងវានឹងវាតម្លៃថា action ដែលគាត់សម្រេចហ្នឹងវាល្អប៉ុណ្ណា help reduce actor gradient variance បាទអញ្ចឹងពាក់នេះ advantage មកយើង update គោលក្បាលឲ្យ actor វិញអញ្ចឹង lower variance few policy gradient មានថាវា update stable work with continuous action អីចឹងទៅអញ្ចឹង when to use what អ្នកនេះអាចអានបានថាយើងប្រើគេ I think we run out of time ខ្ញុំសេច្រើនពេកអញ្ចឹង PPO គឺ basically គឺអញ្ចឹងយើងគុំចូលគ្នាហើយយើងបាន PPO យ៉ាអូខ្ញុំគិតថាម៉ោងក៏អត់ចប់មែនបាទអញ្ចឹងយើងមើលថាតើវាមានអីគេ challenge របស់វា policy gradient challenge ទីមួយគឺយើង training neural network ហ្នឹងimagine ថាយើង play game មួយទីមួយយើង play one game យើង update strategy យើង completely based on that game តោះមកយើងអីគេយើងលេង game មួយទៀតយើង update strategy មួយទៀតអញ្ចឹងឧទាហរណ៍ថាអីគេអញ្ចឹងគាត់លេង game ផ្សេងៗគ្នាតែ game មួយវាមាន strategy ផ្សេងៗគ្នាអញ្ចឹងកាលណាគាត់ទៅប៉ះអីផ្សេងអញ្ចឹង game rule ផ្សេងគ្នានោះនេះឃើញ webcam ខ្ញុំលុតបាត់លោលើខ្ញុំយ៉ាបាទអូខេអញ្ចឹងសរុបមកគឺបើសិនជា policy វាផ្សេងគ្នាអញ្ចឹងពេលលេង game មួយទៅគឺ game មួយទៀតហ្នឹងគឺអត់កណាជួបអា game អាក្រក់គឺធ្វើឲ្យអាគូក្បាលគាត់ខំ build កន្លងមកគឺខូចឲ្យលេងអញ្ចឹងគឺចង់មានអញ្ចឹង PPO វាព្យាយាម solve problem ហ្នឹងដោយកុំឲ្យមានអា game ដែលអាក្រក់ហ្នឹងវា update គូក្បាលដែលខំ build កន្លងមកខូចឲ្យលេងអញ្ចឹងគឺចង់មានអញ្ចឹងឡើងហ្នឹងអញ្ចឹងដំបូងឡើយគេមាន reinforce DPG TRPO តមក PPO គេចេញឆ្នាំ2017អញ្ចឹងវា stable simple stable ហើយវា more efficient to implement អញ្ចឹងបាទwait ខ្ញុំ fix webcam សិន
ok yeah ចឹងដំបូងឡើយគេមានvanilla policy gradient នេះដែលគេមានសមីការប៉ុណ្នេះចឹងគេថាបញ្ហាវាគឺ one big gradient update can destroy your policy ចឹងគេថានៅពេលដែលគាត់ learn pattern អីថ្មីទៅ update អាខួរក្បាល policy របស់គាត់ហ្នឹងតែគាត់ជួប challenge ថ្មីអីចឹងហ្នឹងចឹងគាត់អាច adjust តាមហ្នឹងចឹងគាត់ update ទៅចឹងវាប៉ះពាល់អ្វីដែលគាត់ learn ពីមុនហ្នឹងចឹងបញ្ហារបស់VPG ហ្នឹងគឺអញ្ចឹងបាទដល់ពេលបញ្ហាទី2 sample efficiency ចឹងយើងត្រូវការ data ច្រើនដើម្បី collect យកមកប្រើប្រាស់ដើម្បី update policy ហ្នឹងដល់ពេល TRPO Trust Region Policy Optimization ហ្នឹងវាព្យាយាម fix អាហ្នឹងដោយ introduce នៅការចែកគុណជាមួយ advantage ហ្នឹងចឹងវាថា don't change your policy too much at once បាទវា introduce KL constraint នេះចឹង improve policy តែ keep similar old one ចឹងវា learn បានអីថ្មីមួយវាកុំព្យាយាម update ធំពេកហ្នឹងហើយកុំតែការគណនានេះគេថាវា expensive operation ហ្នឹងវា hard constraint ចឹងយើងគណនាទៅវាអីគេ computationally mathematically expensive ចឹងវា serious computation ចឹងយើងពិបាក train ដើម្បី scale វាចឹងPPO នេះយើងនិយាយខ្លីទៅគឺវាប្រើ clip objective instead of hard constraint just ប្រើ clip update ហ្នឹងគឺ function ហ្នឹងគឺស្រួល implement មែនតើ function clip នេះគឺយើងគ្រាន់តែចែក ratio ហើយយើង clip rank នេះចឹងគេថា PPO នេះគឺ performance វា excellent implementation វាក៏ simple computation វា more efficient few and common និយាយទៅproduction use អានេះគឺវា better ជាង TRPO នេះបាទចឹងហើយបានគេ land មកដល់ PPO ដល់ឥឡូវហ្នឹងគឺវា performance ក៏ល្អcomputation វា more efficient ចឹងខ្ញុំមើលពីរបៀប implement តិចចឹងយើងមុននឹងចាប់ដើម implement យើងមើល pseudo code របស់វាសិនតើវាខុសគ្នាមិនចឹងកាលណាគេនិយាយពី PPO គឺគេប្រើ clip objective នេះដើម្បី prevent កុំឲ្យការ update ពី policy មួយទៅមួយហ្នឹងវាធំពេកចឹងគេប្រើពាក្យ clip objective ហ្នឹងចឹងទីមួយនេះយើងបលែងឲ្យ agent ហ្នឹងអានេះខ្ញុំបញ្ចូលទូទៅគេបលែងឲ្យ agent ហ្នឹងវា train នៅក្នុង environment ទៅហើយយើង collect trajectory នេះ collect set of trajectory by running policy ហ្នឹងនៅក្នុង environment តមកនៅក្នុង trajectory មួយវាច្បាស់ជាបាន reward គាត់ធ្វើសកម្មភាពហើយនៅក្នុង environment ហ្នឹងគាត់ធ្វើសកម្មភាពហ្នឹងវាច្បាស់ជាបាន reward ហើយអញ្ចឹងនៅពេលយើងបាន trajectory យើងអាចគណនា reward បាទតមកយើងគណនា advantage estimation នេះយើងប្រើអីប្រើទៅយើងប្រើ animation យើងប្រើ QV ស្រាប់យើង up to you អញ្ចឹងយើង compute advantage estimation តមកយើង update policy by maximizing PPO clip អញ្ចឹង update policy នេះគឺ update គេ update data នេះ update weight និង bias របស់ neural network ហ្នឹងតាមរយៈការ apply នៅ PPO logic នេះចូលហ្នឹងនេះ clip objective similar ទៅតែកុំឲ្យវា update ធំពេកហ្នឹងហើយតមកគេ optimize weight bias ហ្នឹងតាមរយៈ stochastic gradient descent ឬក៏ជាមួយ Adam អីហ្នឹងពេលយ៉ាងយើងប្រើ PyTorch យើងប្រើ TensorFlow យើងស្គាល់ Adam នេះអញ្ចឹងយើង optimize gradient ហ្នឹងយើង optimize វាអញ្ចឹងតមកយើង fit value function ហ្នឹង by mean square error ព្រោះពេលយើង optimize ហើយយើងចង់ test ថាតើreward ដែលយើងទទួលបានហ្នឹងយើងចង់ fit វាដើម្បី optimize parameter របស់វានេះ neural network មួយទៀតដោយសារ value function យើង estimate វាអញ្ចឹងវា another neural network ដើម្បីយកមក fit វាអញ្ចឹងអាចប្រើ gradient descent មួយទៀតដែរអញ្ចឹងសរុបមក PPO មាន2 neural network នេះអានេះ data នេះស្អីគេទេចឹង repeat until convergent until little hash chain បាទចឹងសរុបមកគឺ
PPO វាចង់និយាយអញ្ចឹងឥឡូវយើងមើលការ implement ទៅលើ Luna Landing ហ្នឹងអញ្ចឹង reward វានេះបូក100 for landing មានថាចុះត្រូវគឺយើងថែមបន្ទុកឲ្យ100នេះ environment គេអ្នកកំណត់ទៅយើងមិនបាច់ខ្វល់ទេដក100 crash នៅពេលដែលវាធ្លាក់បើសិនជាគាត់នៅក្នុង frame យូរពេកគឺដកគាត់ម្ដង 0.3 បាទមាន 4 action discrete អត់ធ្វើអីទាំងអស់ធ្វើបាញ់ main engine និងបាញ់ right engine dimension នេះជា state របស់គាត់តើគាត់នៅទីតាំងណាចឹងទីមួយគេ build policy web actor បាទចានេះវាគ្មានអីទេយើងប្រើ PyTorch គឺដោយសារវាជា discrete action គឺយើងប្រើ categorical policy ទៅនេះចឹងយើងប្រើ softmax ដើម្បីជា output layer នេះ function softmax ចឹងនេះយើង build ជា neural network មកទីមួយយើង build linear អីគេយើង input state ដែលមានទាំងអស់នេះ state របស់ Luna Landing ហ្នឹងដាក់ចូលមកនេះ state dimension តោះមកយើងដាក់ចូល activation RegLu តោះមកយើង output វាចេញមកនេះ action dimension តាមពិតអានេះពេលដែលអ្នក implement ជាក់ស្ដែងអ្នកចង់ build architecture ហ្នឹងឲ្យវា complex មិនក៏បានស្រាក់លឿនអ្នកនេះអញ្ចឹងមិនថាអាហ្នឹងវា flexible អញ្ចឹងអីគេ state 8 number hidden layer 64 neuron នេះ64ចានេះដូចខ្ញុំនិយាយអញ្ចឹងគឺមិនមែន fix ប៉ុណ្ណឹងទេគឺអានេះគាត់ជាឧទាហរណ៍ទេតែពេលយើង implement ជាក់ស្ដែងយើងចង់ធ្វើប្រហែលក៏បានដែរនេះស្រាក់លើយើងចង់បាន 2-3 hidden layer ក៏បានដែរអាហ្នឹង neural network អញ្ចឹងអានេះជា actor policy network ចុះ assembling action យើងធ្វើយ៉ាងម៉េចអញ្ចឹង get action នេះអញ្ចឹងទីបន្ទាប់ពីយើងបាន build network ហើយយើងអីគេយើងដាក់ state ចូលក្នុង network អញ្ចឹងយើងច្បាស់ជាបាន action នេះអញ្ចឹងយើងធ្វើ apply probability distribution យើង sample វាមកតោះមកយើងធ្វើ lock prop ដល់នេះមកអញ្ចឹងយើងនឹងបាន action ហើយនឹង lock probability របស់វាអញ្ចឹងវាទីមួយវា output raw score នេះតោះមកយើង convert វាទៅជា probab អញ្ចឹងអីគេអញ្ចឹងយើងនឹងបាននេះ action នេះក្នុងអំឡុងពេលហ្នឹងគឺយើងមានថាយើងបាននៅaction ទី1នេះ 52% អញ្ចឹងយើងយកវាអញ្ចឹងយើង compute lock probability គឺបានដក 0.5 ដល់ពេល block ទី3យើង build value network critic អញ្ចឹងយើង build ដូចមិញហ្នឹងដែរមកយើងមាន state hidden dimension តែនេះយើង output តែ single value ដោយសារតែ critic ហ្នឹងយើង output ថា how good is the action អញ្ចឹងយើងនេះយើងទុក compute advantage គឺយើង output expected return ទេអញ្ចឹងយើងទៅប៉ុណ្្នឹងទេតោះមកយើង combine បាទ state cell layer actor ហើយនឹង critic អញ្ចឹងយើងអាចនេះក៏ជា clever trick របស់ Python ដើម្បីបញ្ចូលដើម្បីយើងខ្ជិលធ្វើច្រើនដងយើងដាក់តែមួយទៅវា split ទៅ2ហ្នឹងអញ្ចឹងយើងយកលទ្ធផលបានអញ្ចឹងយើង combine actor critic ទៅយើងអាចប្រើ share sequential នេះបានចឹងទៅពេលអញ្ចឹងទៅពេលវា share state នេះអញ្ចឹងវាអាច have some sharing parameter អញ្ចឹងវា more efficient និង improve learning ចុះយើង collect experience យ៉ាងម៉េចអញ្ចឹងយើងឲ្យវា run ចោលនេះទីមួយយើង collect row out buffer ហ្នឹងគឺទីមួយ state environment នៅក្នុង gym យើងប្រើ environment state នៅក្នុង reinforcement learning គឺវាធ្វើការ output នេះមកយើង next state reward ដែលទទួលបានអញ្ចឹងនៅពេលដែល environment state ហ្នឹងគាត់ take action អីគេនេះអញ្ចឹងវា output next state reward ដល់ខ្ញុំឲ្យយើងវិញអញ្ចឹងយើងចាប់ដើម collect data នៃសារយើងបង្កើត array យើង collect ចូលទៅកាន់ trajectory collect row out អញ្ចឹងយើង collect ទុកប៉ុណ្្នឹងហើយយើងយកវាទៅគណនាមិញគណនានេះយកគណនា optimize gradient របស់យើង optimize ណានេះ optimize weight 3យ៉ាងរបស់ពួកនេះនេះអញ្ចឹងយើងអាច compute return and advantage បាននេះសមីការវា
ចឹងយើងដោយសារយើង collect ពីដើមទៅចុងចឹងយើងពេលយើងមកគណនាយើង backward វាវិញទៅបាទតោះមកយើងអាចគណនា return មកវាបានចឹង return គឺនេះទៅយើងគណនាតាម reward alpha ចឹងមក recursive form ចឹងយើងនឹងអាច return បាន advantage ចុងក្រោយគេតោះមកយើងអាច implement PPO objective បាទចឹងតាមរយៈ paper នេះខ្ញុំផ្សាយមកដែរវាកន្លែងណាឲ្យ so get objective នេះ clip objective ចឹងគេចែកមកចេះចឹង clip function ហ្នឹងគេ implement របៀបអញ្ចឹង and probability ratio គឺគេ implement របៀបអញ្ចឹងវិញចឹងបើសិនជា OT ស្មើ1មានថា policy unchanged 1.5 50% more likely now 0.5 50% less than likely now ចឹងបើសិនជាយើង apply clip objective ទៅបានប៉ុណ្នេះគឺ 0.2 ចឹង don't change more than 20%ចឹងមានថាអាតម្លៃនៃការ change policy គឺវា adaptive ទៅលើការគណនា policy ថ្មីនិង policy ចាស់នឹងរហូតបាទចឹង clip ហ្នឹងគ្រាន់តែជា advantage estimation ទេដែលយើង apply function min ហើយនឹង function clip នេះ clip ហ្នឹងវាធ្វើអីអាហ្នឹងជា function នៅក្នុង math នេះ clipping នេះចឹង clipping នៅក្នុង Python យើងប្រើ function clamp នេះទេនេះដែលវាគណនា clip ហ្នឹងឲ្យយើង clip ratio ចឹងអានេះជារបៀបដែលយើង implement ខ្ញុំអត់ស្វែងតែនេះយកអាហ្នឹងទេតែអាចទៅអានអាចទៅ research មើលនៅផ្ទះបន្ថែមដើម្បីយើងគណនា critic loss គឺយើងគ្រាន់តែប្រើ function mean square error loss របស់ Python មកគឺយើងអាចដាក់វាចូលនេះយើងប្រើ function មកនេះ NTP bonus គឺដោយសារ policy យើងវាអាច convert too early វាអាចបាន reward បន្តិចតួទៅវាអាចយកមកប៉ុណ្ណឹងវាអាចចាត់ទុកវាហើយអញ្ចឹងវាអាចអីគេpremature exploitation អញ្ចឹងយើងអាច implement entropy bonus នេះបានដើម្បីឲ្យវានិយាយទៅយើងចង់ encourage exploration ព្រោះនៅក្នុង OL វាមាន explore និង exploit explore មានថាយើងអីគេយើងចង់ឲ្យវាមាន freedom ដើម្បី explore ដល់ពេល exploit ថាវាធ្វើអាហ្នឹងបានបន្ទុកច្រើនវានៅតែធ្វើអាសកម្មភាពនៅក្បែរហ្នឹងទៀតអញ្ចឹងពីមានន័យអញ្ចឹងtotal loss អញ្ចឹងយើង put វា together loss function នេះនៅក្នុង loss function នេះអញ្ចឹងយើងព្យាយាមព្រោះទៅនៅក្នុង neural network loss function មានថាតម្លៃរវាងចម្លើយរបស់យើងចង់បាននិងរបស់ដែលវា predict ចេញបាទអញ្ចឹងកាលណា loss function កាន់តែតូចមានថាយើង learn យូរទៅគឺអា loss ហ្នឹងតូចទៅគឺមានថាវាបាន better result ចេញមកបាទអញ្ចឹង basically គឺយើងមាន torch clip ratio clamp អញ្ចឹងយើងគុណទៅឡើង so get objective អញ្ចឹងយើងគុំទៅតាមហ្នឹងនេះវាយើង implement តោះមកយើង optimize gradient យើងប្រើ loss backward អីយ៉ាងទៅយើង optimize step វាឡើងតទៅរហូតនេះជា step ខាងក្រោយគឺយើង update ខួរក្បាលនេះ update អញ្ចឹងតែសូថាមួយណាជា derivative មួយណាអញ្ចឹងទៅពេលយើងកំណត់អា term របស់ policy របស់យើងនេះ policy logit value ហើយយើងផ្គុំ ratio surrogate actor loss អីហ្នឹងនេះយើងចាប់ដើមដាក់វាក្នុង mean square error loss នេះបាទជាមួយនឹង return ជាមួយនឹងអីនេះអញ្ចឹង loss នេះយើងផ្គុំគ្នានៅក្រោមរបស់នេះតាមរយៈសមីការរបស់យើងនេះអញ្ចឹងយើង optimize យើង loss backward មានតែយើងចាប់ដើម apply gradient descent នៅកន្លែងហ្នឹងហើយយើងតោះមកយើង clap objective យើងចាប់ដើម step ទៅមួយតង់ទៀតអញ្ចឹងសរុបមក PPO គឺដូចយើង collect
experience របស់វាហើយយើងមក update គូក្បាលម្ដងចប់ហើយបលែងឲ្យ agent ហ្នឹងដោយផ្អែកលើ policy ដែល learn បានដោយសារវា on policy អញ្ចឹងឲ្យវាតទៅទៀតតមកចាប់ដើម collect មួយតង់ទៀតហើយយកមកupdate គូក្បាលមួយតង់ទៀតអញ្ចឹង step វាគឺប៉ុណ្ណឹងបាទ and then យើងចាប់ដើម set up training loop គឺយើង collect batch of experience roll out វាហ្នឹង compute advantage update policy and repeat តទៅវា convert បាទអញ្ចឹងយើងមានប៉ុណ្ណឹងបាទ step total step អញ្ចឹងกับ step យើងអាចកំណត់បានទេបាទយើងអាចកំណត់ថាចង់ធ្វើប្រហែលដល់ពេលយើង test មកទៅដល់ពេលឃើញថាវាច្រើនយើងអាចកំណត់ total step បាននេះជា parameter ដែលយើងអាចលេងបាននៅក្នុង PPO ហ្នឹងនេះ C1 C2 ហើយអត់ហ្នឹងអញ្ចឹងយើងមើលអា clip objective ratio ហ្នឹងបើសិនជាវា clip ទៅ 0.8 loss អញ្ចឹង minimum គឺថា advantage ហ្នឹងគឺ positive advantage អញ្ចឹងថា good action should increase probability ដល់ពេល bad action clip មកបាន negative មានថាវា compare policy មុនមួយ policy ចាស់ដែលវា train ហើយហ្នឹងអញ្ចឹងគេថា bad action អញ្ចឹង should increase probable ដែលធ្វើឲ្យចេញសកម្មភាពកើតឡើងមកបាទអញ្ចឹងវា update លើក្រោយទៅគឺសកម្មភាពណាដែលវា link ជាមួយនឹង action ហ្នឹងគឺវា probable វាគឺត្រូវបាន decrease ហើយហ្នឹងគេចង់មានន័យអញ្ចឹងអញ្ចឹងគេថា clipping ហ្នឹងវា function clip ហ្នឹងវា matter នៅពេលដែល policy ហ្នឹងវាដូរ significantly អញ្ចឹង PPO គេបង្កើតមកក្នុងគោលបំណងហ្នឹងគឺនៅពេលដែល policy វាកែខ្លាំងពេកអីគេវាកែទៅខ្លាំងពេកទៅអា clip ហ្នឹងជាអ្នកជួយដើម្បីកុំឲ្យវាកែខ្លាំងពេកខូច policy ខូចគូក្បាលយើងខំសំមកមុនហ្នឹងបាទអញ្ចឹងវានៅតែ apply អា concept trust region ហ្នឹងដែរទេគាត់ថាវាអត់មាន expensive constraint អានេះដូចជាគាត់យើង observe ទេអូខេនេះអាចអាន practical tip បានអញ្ចឹងខ្ញុំអាច demo បានអូខេអញ្ចឹងខ្ញុំចាប់បាន train environment មួយកូដនេះនៅក្នុង repo ដែរទេអញ្ចឹងខ្ញុំ set up ដាក់ discount vector gamma learning rate របស់ derivative lambda clip epsilon value coefficient entropy coefficient max gradient norm អញ្ចឹង clip បានច្រើនផុតតែ 0.5 ទេដល់ពេល training batch size ហ្នឹងគឺbatch size គឺ step per update អញ្ចឹងយើង collect ម្ដងប្រហែល step ហើយបានយើង update ម្ដងអញ្ចឹងយើង collect 2048 batch បាទអញ្ចឹង train update ប្រហែលដងបាទ PPO approach per batch អញ្ចឹង10 hidden dimension 128 neural layer episode total គឺ 1000 episode បាទអញ្ចឹងមើលepisode ទី50 early training អញ្ចឹងបាន reward ក្នុងមួយ episode គឺបាន reward តែដក156អញ្ចឹងវាចុះមកខុសនេះ random elastic movement ដល់ពេល500 mid training គឺវារៀងគ្រាន់បើបន្តិចចុះមករៀងល្មម big ចូលអញ្ចឹង reward វាដក50អញ្ចឹង at least វាគ្រាន់បើយ៉ាងដក156ដល់ពេល episode 800 late training គឺបាន reward 662ចុះមករៀងត្រូវបាទដល់ពេល final episode ទី1000បាន reward បូក274អញ្ចឹងវាមក positive អញ្ចឹងវាចុះត្រូវនេះវាចេះ balance វាចេះបាញ់ឲ្យត្រូវនេះ perfect learning flag deterministic reliable behavior អញ្ចឹងខ្ញុំ train អស់តែ30នាទីទេដូចម្ដង30 20នាទីជាងនេះជា data ខ្ញុំ collect មកយើងឃើញ reward ខ្ញុំអត់បញ្យល់អត់ទេខ្ញុំបញ្យល់ណាសំខាន់reward នេះគឺវាកើនឡូវនេះវាកើនវាបូក reward episode reward គឺបូកចូលគ្នាវាកើនឡូវនេះក្បែរ200ជាងហ្នឹងគឺថាដល់1000 episode ហ្នឹងគឺ reward វាកប់ហើយអញ្ចឹងថាយើង soul agent ហ្នឹងគឺវាចេះយើង train អស់ប៉ុណ្ណឹងវាចេះ
success នេះគឺកាលណាបោកចូលគ្នាលើសពី200មានន័យថា agent គឺ learn បាននេះvalue loss នេះអញ្ចឹងកាលណា loss វាកាន់តែទូចន័យថាសកម្មភាពវាត្រូវកាន់តែល្អដោយសារយើង optimize gradient យើងចង់បាន loss ឲ្យទូចបំផុតអញ្ចឹងយើង loss នេះគឺវា visualize មកប៉ុណ្ណឹងដល់ពេល policy loss បាទទូចដែរនេះតែចន្លោះពី0ដក01ទៅ0នេះដក0.1ទៅ0.01នេះទេដល់ពេល episode length គឺវាកាន់តែធំទៅនេះដោយសារតែអានេះ length កាន់តែធំមានថាវា agent វាអត់ទាន់ងាប់វា explore បានកាន់តែច្រើននេះដល់ពេលអា episode length តូចមានថានេះ start មកសាកអត់ទាន់ដឹងអីផងវាងាប់បាត់ដោយសារវាចេះជីមិនទាន់ត្រូវអញ្ចឹងយើង observe episode length ក៏យើងអាចដឹងថាវាមិនដែរដល់ពេល success rate គឺជា yield របស់ environment វាគេនាមមកសំដៅខ្ញុំនិយាយទៅអង់គ្លេសសារពេលខ្ញុំនៅក្រៅហ្នឹងយាយខ្ញុំនិយាយទៅអង់គ្លេសពេលសើហ្នឹងអានេះវាពិបាកអត់ term ខ្មែរមកតែយាយខ្ញុំនិយាយអង់គ្លេសចូលអានេះយើងអាច observe បានវាចាប់ដើម master អាហ្នឹងឯងតែអានេះវាស៊ីសងទៅ environment ណា environment នេះវាស្រួលសូលតែអញ្ចឹងវាចេញមកប៉ុណ្ណឹងដល់ពេលយើង analyze gradient ទីមួយយើងមើលទៅលើ gradient smooth នេះgradient norm នេះអញ្ចឹងវា distribute គឺអីគេនេះ gradient norm distribution គឺវា cluster around 0.15 និង 0.5 នេះយើង convert ទៅលេខនេះអញ្ចឹងមានថា no extreme outlier នេះវា cluster ប៉ុណ្នេះធំនេះដល់ពេលពួកនេះវាតិចតួចទេដោយសារ frame កង់វាបានតែប៉ុណ្នេះទេអញ្ចឹងវា cluster around ប៉ុណ្នេះមានន័យថា good stability អញ្ចឹងវា update gradient ហ្នឹងវា update អត់ខ្លាំងពេកទេវា update តិចដោយសារ clip វាជួយបាទអញ្ចឹងវាបាន cluster ប៉ុណ្នេះដល់ពេល outline តិចតួចទេដល់ពេលបើសិនជា gradient ហ្នឹងវា update noisy ខ្លាំងគឺវា outlier ពេញហ្នឹងហើយនិយាយទៅ policy វាកម្រង converge យើងអាច train រាប់ម៉ោងរាប់ថ្ងៃរាប់ខែទៅគឺវានៅតែអត់ converge អញ្ចឹង gradient norm គឺវា scatter ពេញហ្នឹងមកដល់ពេលយើងមើលទៅលើ recent gradient norm នេះ recent step 0ទៅ100 gradient norm ពី0ទៅ500ចឹងគេថាវា gradient stay low below threshold ហ្នឹង threshold យើងកំណត់ហ្នឹងចឹងវា consistent magnitude throughout training បាទចឹងវាប៉ុណ្ណឹងតទៅប៉ុណ្ណឹងដល់ពេលយើង compare gradient រវាងអីគេរវាង actor និង critic គឺវា equal គ្នាបាទវា equal នេះបានល្អនេះចឹងវា indicate stable optimization landscape បាទ no spike no អីដែលវាធ្វើឲ្យញ័របាទyeah I think that's it ចឹងយើងអាច observe and interpret វាបានyeah ដោយសារយើងដល់ម៉ោងហើយចឹងបើលើនឹងអានហ្នឹងបាទចឹងឲ្យយើងបាន learn គឺ agent ហ្នឹងវា learn train error policy strategy value ហើយ goal state អី goal គឺយើង maximize reward ចឹងហេតុអីយើងប្រើ PPO គឺយើងចង់ stable training through clip update កុំឲ្យវា update ខួរក្បាលធំពេក simple to implement work well out of the box industry standard ចឹងយើងចេះ implement actor critic ហ្នឹងទៅthe big picture OL ត្រូវការ stable ប្រើ policy gradient simple ប្រើ PPO បាទតែយើងអត់ stable ទេប្រើ Q learning ទៅនេះជា environment ផ្សេងទៀតដែលយើងអាច explore បានដូចជា pothole យើងនិយាយ balance នេះ acrobot field ធំអ្នកនេះជួនកាលអ្នកខ្លះគាត់ apply តែលើ trade គាត់ខ្វល់រឿង trade cryptocurrency trade នេះនោះ trade agent ទៅពេលខ្ញុំ apply តែលើ LAN លើ control problem ហ្នឹងខ្ញុំ field ហ្នឹង panel នៃទៀតគឺអង្គុយអានអង្គុយធ្វើឲ្យ field មួយគឺធំ OL field ធំមែនតើ
អ្នកធ្វើ control អ្នកធ្វើអីហ្នឹងអញ្ចឹងសួរខ្ញុំចេះអត់ទេគឺខ្ញុំ apply លើ multi agent កែ policy អីអញ្ចឹង field នេះ research 10ឆ្នាំនេះគឺអត់ចេះអស់ហើយក៏មិនបាច់ព្យាយាមចេះវាអត់គឺយើង apply ទៅលើ specific domain របស់យើងទៅគាត់ថានេះវា general enough ដើម្បីយកមកសៀតែសួរថានេះរៀនគឺរៀនអស់អត់គឺតែយើង pick up problem មួយយើងចង់ solve ហើយព្យាយាម deep down ដល់ហ្នឹងទៅយើងអាចធ្វើ research អាចធ្វើ master ទៅអី whatever យើងអាច apply ទៅលើ problem មួយឲ្យជាក់លាក់ទៅមិនបាច់ព្យាយាម learn ទាំងអស់ទេតែបើសិននេះអ្នកការរៀនហ្នឹងនេះអាច explore environment អស់នេះបាននេះតើតើនឹង robotic យើង train ឲ្យវាចេះដើរជាអីចឹងនេះឲ្យវាដើរនឹង humanoid អីចឹងrobotic and manipulation យើង train នេះឲ្យវាចេះចាប់ flex rig push អានេះទៅមកចាប់អានេះយើង train ដៃអានេះយើងអាចធ្វើឲ្យ LAN ចេះបើកខ្លួនឯងអីតទៀតមានច្រើនទៀតដូចជា trading autonomous driving អីចឹងអូខេចុងក្រោយសំណួរ10នាទីមានសំណួរអត់មានអាចលើកដៃខ្ញុំសង្ឃឹមថាអ្នកយល់បានទាំងអស់ក៏យល់បាន10-20% អាហ្នឹងនិយាយពីអីកាលឹម you here xem nè mình đuổi anh nghe nó được cái vô là con từ người ai được thoại lao trong người đoàn chuyện em lấy sự mắt mình game mình đuổi any question vậy tới nhóm recommendឲ្យព្យាយាមយល់តែ basic concept នេះហើយអត់នេះយើងអាចទៅ explore មើលបានលើcode នេះយើងអាច explore បានយកតេស្តមើលអូខេDavid means no wayអាចម៉ៃក៏បានឬក៏chat ជា text ក៏បាន Okay, I'm in previous noise here.យើងសល់7នាទីទៀតWhich path does neural network apply to this នេះ neural network apply នៅកន្លែងនេះ apply នៅការ update policy មួយ apply នៅ value function មួយដោយសារតែវាមាន2 neural network នេះមួយជួរនេះមួយនិងមួយជួរនេះមួយអញ្ចឹងយើង apply នៅកន្លែង actor critic នេះដោយសារ NN នេះគឺយើងយកមកពី PyTorch នេះ
linear គឺពួកlinear layer នេះ sequential លើមានអូមួយថ្ងៃនេះអូខេអញ្ចឹង network គឺមានវា apply កន្លែងនេះកន្លែងទៅណានេះទីមួយការ update policy ចឹងនេះគឺ neural network ហើយអានេះក៏ neural network ដែរកន្លែង value function អញ្ចឹងនៅក្នុងពេលយើង apply នេះយើង policy network គឺជា neural network ដែលចាំ predict នៅសកម្មភាព and មួយទៀត neural network ដែលចាំ evaluate ថាសកម្មភាពហ្នឹងវាល្អប៉ុណ្ណានេះអញ្ចឹងយើង apply neural network ពីរហ្នឹងនៅក្នុង PPO តោះណាអូខេមានគេមានសំណួរទេvideo record កាត់ហើយខ្ញុំនឹងផុសចូល markdown នេះគឺ copy មកនេះឬក៏ចូលក្នុង group TFD របស់ខ្ញុំអាចទាញយកអាហ្នឹងបាននេះហ្នឹង Telegram ចឹងសួរថាកូដនេះថ្មីបានចេញអញ្ចឹងនេះទៅរកនៅក្នុងអាចទៅ run កូដនឹងខ្លួនឯងណា demo នេះ demo ចឹងនេះចឹងខ្ញុំកូដឲ្យវាចេញអញ្ចឹងមកគឺកូដអញ្ចេះបាទចឹងអាចមើលបានអូខេបើមានសំណួរទេគឺអរគុណច្រើនដែល join workshop នេះខ្ញុំអត់ expect ថាអ្នកនាងយល់ទាំងអស់ក៏ប៉ុន្តែthank you សូមអ្នកនាងយល់ and អាច inspire ឲ្យអ្នកនាងធ្វើអាហ្នឹងលើ field អីមួយបងអ្នកនាងអញ្ចឹងខ្ញុំក៏ចង់ apply វាលើ problem អីមួយអីចឹងទៅអាច adapt reinforcement learning បាទដោយសារអាហ្នឹងនៅយើងអត់ទាន់មានធ្វើច្រើនតែវា cool ចេះអាហ្នឹងមួយគឺខ្លាំងអូខេអញ្ចឹង see you ជួបគ្នាទៅក្រោយមានឱកាស bye